គេថាដំណាំស្ពឺបងប្អូនអាចការពារនៅបញ្ហារឿងរ៉ាវផ្សេងជាច្រើនទាក់ទងទៅនឹងរឿងរ៉ាវអរូបីការពារស្នេហ៍ស្នូកបើសិនជាដាំនៅមុខផ្ទះណាខ្មោចព្រាយបិសាចអីមួយចំនួនបានត្រឹមតែមកឆ្លងកាត់អត់ហ៊ានចូលដល់ក្នុងទេតើវាជាការពិតឬយ៉ាងណាឬក៏វាមិនមែនជាការពិតឬយ៉ាងណាបងប្អូនពិចារណាទាំងអស់គ្នាមើលលេងមើលធ្វើឲ្យប្លែកម្ដងមើលថ្ងៃនេះបបួលបងប្អូនយើងមកប្រមូលផលផ្លែឈើវិញម្ដងមើលឈប់នាំបងប្អូនយើងដើរទៅឆ្ងាយទៀតហើយក៏ប៉ុន្តែផ្លែឈើដែលខ្ញុំប្រមូលផលនេះបងប្អូនអត់មានផ្លែមង្ឃុតទុរេនល្មុតសេដាអីទេឬក៏ផ្លែស្វាយត្របែកអីទេតែជាការប្រមូលផលផ្លែស្ពឺធ្វើមិនទេបងប្អូនបើផ្ទះមានតែដើមស្ពឺហ្នឹងតែស្ពឺនេះបងប្អូនអាចនិយាយបានថាគឺជាស្ពឺចម្លែកផ្លែខូបប្រាំងខូបវស្សាគ្រប់រដូវកាលផ្កាក៏ផ្កាក្តឹបក៏ក្តឹបទុំក៏ទុំបណ្ដើររុះឲ្យស្អុយពេញដើមក៏មានបណ្ដើរឃើញតែទុំពេញដើមប៉ុណ្នេះបងប្អូនក៏ប៉ុន្តែមានផ្កាមកជារឿយហូរហែមកបន្តទៀតហើយបងប្អូនថាហេចម្រើនមិនបេះផ្ញើបងប្អូនផងផ្ញើអត់កើតទេបងប្អូនហើយវាទុំអស់ហើយបេះញ៉ាំខ្លួនឯងណាក៏ប៉ុន្តែសរសើរស្ពឺនេះដល់ហើយបងប្អូនមួយដើមនេះផ្លែនោះផ្លែយកតែមែនតើផ្លែអាក្រក់មែនតើផ្លែដូចមិនដែលបានផ្លែស្ពឺឬក៏ភាសាអង់គ្លេសហៅថា star fruit គឺជាប្រភេទរុក្ខជាតិហូបផ្លែមួយយ៉ាងបងប្អូនដែលដើមរបស់វាមានទំហំធំសមល្មមហើយខ្ពស់ស្លឹករបស់វាតូចមើលពីចម្ងាយដូចស្លឹកកទួតអញ្ចឹងក៏ប៉ុន្តែមិនមែនទេពេលដែលទុំបែបនេះស្លឹកច្រឡំផ្លែច្រឡំបន្លំជាមួយនឹងស្លឹកហើយអ្វីដែលសំខាន់តងរបស់វាស្វិតកម្រនឹងរុះណាស់មានផ្លែខ្លះណាវាសុកចិត្តស្វិតជាប់ជាមួយនឹងតងនៅលើដើមផ្លែខ្លះទៀតក៏រុះដោយសារតែសត្វល្អិតតិចខាំអីចឹងទៅហើយរឹតតែអស់ចាត្រូវបានយកមកដាំជាដើមឈើតាំងលម្អនៅក្នុងផ្ទះតាមសួនអីចឹងទៅឬក៏ត្រូវបានបងប្អូនយើងមួយចំនួនដាំដើម្បីការពារនៅជំនឿអីផ្សេងតាក់ទងទៅនឹងបញ្ហាអរូបីការពារស្នេហ៍ស្នូកឬក៏សម្រាប់បន្សាបមន្តអាគមអីផ្សេងអញ្ចឹងហើយបានជាខ្ញុំដាំមុខផ្ទះណាបងប្អូនខ្លាចត្រូវស្នេហ៍គេយោធ្វើដូចខ្លួនឯងនឹងមានមុនស្នេហ៍ណាអញ្ចឹងតែបើតាមការពិតបងប្អូនចម្រើនអត់ជាសូវជឿទៅលើជំនឿអរូបីទាំងអស់នោះប៉ុន្មានទេការដាំនេះគឺគ្រាន់តែជាការលម្អផ្ទះតែប៉ុណ្ណោះតែវាដុះមកលឿនធំលឿនស្រួលថែទាំថែរក្សាណាមិនចាំបាច់ដាក់ជីទេបងប្អូនហើយបើថាផ្លែយកទៅមែនតែម្ដងណាបងប្អូនបើថាផ្លែរបស់វាថ្លៃថ្លឹងគីឡូលក់បាន1គីឡូ$10-20អីខ្ញុំប្រហែលជាខ្លាចជាអ្នកមាននេះមើលតែផ្លែដឹងហើយបងប្អូនអត់បានថែទាំអីទាំងអស់តែទឹកអត់បានស្រោចផងនិយាយពីថាដុះមកល្អផ្លែចង់បាក់មែកក៏ប៉ុន្តែអញ្ចេះវិញបងប្អូនបើតាមជំនឿអរូបីក៏ដូចជាតាមអ្វីដែលចាស់គាត់និយាយតគ្នាក៏ដូចជាក្បួនហុងស៊ុយណាគាត់ថានៅពេលដែលដំណាំហូបផ្លែក្តីបន្លែបង្ការក្តីឬក៏សូម្បីតែដើមឈើដែលវាយើងដាំដើម្បីយកផ្កាណាលម្អផ្ទះណានៅពេលដែលវាចេញត្រួយចេញផ្កាចេញផ្លែមកល្អបែបហ្នឹងជាសញ្ញាឲ្យន័យថាយើងជាម្ចាស់ដំណាំឬក៏ជាម្ចាស់ផ្ទះហ្នឹងតែងទទួលបាននៅលៀបនៅហុងស៊ុយនៅជ័យឬក៏រោគទទួលទានអីវាបានផលបានអីមកបានលុយហូរចូលផ្ទះអីអញ្ចឹងណាបងប្អូនខ្ញុំក៏មិនច្បាស់ដែរនេះតាមអ្វីដែលចាស់គាត់និយាយតគ្នាសង្ឃឹមថាអញ្ចឹងចោះក៏ប៉ុន្តែសម្រាប់នាវចម្រើនមកដល់ពេលនេះដូចអត់តន់ឃើញផ្លែឃើញផ្កាអីទេបងប្អូននៅរបៀបថាគេថានៅលហេមនៅលហាមនៅលហេមលហាមឡើយអញ្ចឹងណាក៏ប៉ុន្តែមិនអីទេបងប្អូនបើសិនជាវិជាការពិតមែនក៏សប្បាយសង្ឃឹមថាវានឹងដូចការពិតតែបើថាវាមិនដូចជាការពិតទេក៏អត់មានអីគួរឲ្យសោកស្ដាយដែរសំខាន់យើងខិតខំប្រឹងប្រែងដោយកម្លាំងញើសឈាមយើងផ្ទាល់ជាកូនប្រុសដើមទ្រូង5ហាត់មិនចាំបាច់ទៅរំពឹងអីផ្លូវក្រៅផ្លូវក្នុងអីទេសម្រាប់ខ្ញុំជឿជាក់លើការខិតខំប្រឹងប្រែងដោយដៃទាំងទ្វេរបស់យើងក៏ប៉ុន្តែយើងក៏មិនអាចប្រមាថបានដែរជឿប្រកបដោយបញ្ញាហើយពេលខ្លះការជឿក៏មិនមានអ្វីខាតដែរបងប្អូនកុំឲ្យតែជឿងប់ងល់ជឿដល់ថ្នាក់ចំណាយប្រាក់ជឿដល់ថ្នាក់ទៅដើរតាមគេបបងគ្រួសារឬក៏ពេលខ្លះខាតបងពេលវេលាប៉ះពាល់ដល់មុខរបរអីនឹងទើបជារឿងដែលយើងគួរឲ្យយកចិត្តទុកដាក់និងព្រួយបារម្ភខ្លាំងមែនទែនត្រឹមមកជឿដូចនៅចម្រើនចេះបងប្អូនចាំអង្កេតមើលតែវាដូចការពិតអត់ពិតមិនពិតមិនសល់ប្រមាណបេះញ៉ាំអញ្ចឹងទៅដាក់មួយឆ្អែតមកលេងខ្វល់ហើយជឿទៅលើការឃើញជាក់ស្ដែងណាញ៉ាំទៅវាឆ្ងាញ់ហើយតែទុកចោលវារុះអស់ស្អុយខ្ទេចអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ក៏អរគុណផងដែរដល់អ្នកសហការនៅក្នុងការផលិតនៅខ្សែវីដេអូមួយនេះអរគុណដល់សាប៊ូកក់សក់លីប៊ីបងប្អូនបើសិនជាមានបញ្ហាសរសៃសក់ណាសក់បាយចុងក្តីឬក៏ស្បែកក្បាលមានអង្គែក្តីប្រើប្រាស់សាប៊ូរាល់ថ្ងៃក៏ប៉ុន្តែនៅតែមានខានកក់សក់តែមួយថ្ងៃពីរថ្ងៃស្បែកក្បាលក៏ដូចជាសក់ក្បាលផ្អៀបអួស្អុយណាសាក់ផ្លាស់ប្ដូរមកប្រើនៅសាប៊ូកក់សក់លីប៊ីចំណាយតិចចំណេញច្រើនណាបងប្អូនកក់ក៏មានអបក៏មានដែរបងប្អូនយើងអាចរកទិញបានតាមរយៈលេខទូរស័ព្ទក៏ដូចជា Facebook Page ដែលមានបញ្ជាក់ជូននៅក្នុងវីដេអូនេះស្រាប់ប្រើប្រាស់ត្រឹមតែរយៈពេលខ្លីបងប្អូននឹងដឹងពីប្រសិទ្ធភាពទិញប្រើនឹងជាប់ជាមួយជាប្រចាំតែម្ដងដោយសារតែប្រើប្រាស់ត្រូវក៏អរគុណផងដែរដល់ V Cafe ចំពោះបងប្អូនដែលចូលចិត្តពិសាកាហ្វេជាប្រចាំខ្ជិលទៅទិញកាហ្វេ brand កាហ្វេនៅហាងណាខ្ជិលទៅឆ្ងាយអីចឹងទៅនៅតែផ្ទះក៏អាចឆុងកាហ្វេបានដែរឃ្លានពេលណាញ៉ាំពេលនោះ
ជ្រើសរើសបាននៅ V Cafe តម្លៃសមរម្យបងប្អូនកញ្ចប់វិចខ្ចប់មកយើងជឿជាក់តែម្ដងជាផលិតផលរបស់ Malaysia តម្លៃសមរម្យរសជាតិឆ្ងាញ់បងប្អូនដែលមានបញ្ហាទឹកនោមផ្អែមលោកអ៊ំលោកពូមៀមមីងលោកយាយលោកតាមានជំងឺទឹកនោមផ្អែមពិសាបានដូចគ្នាមិនប៉ះពាល់សុខភាពឡើយអាចរកទិញបានដូចគ្នាតាមរយៈលេខទូរស័ព្ទដែលមានបញ្ជាក់ជូននៅក្នុងវីដេអូនេះមានទាំងលេខ Telegram មានទាំង Facebook Page គេថាដំណាំស្ពឺបងប្អូនអាចការពារនៅបញ្ហារឿងរ៉ាវផ្សេងជាច្រើនទាក់ទងទៅនឹងរឿងរ៉ាវអរូបីការពារស្នេហ៍ស្នូកបើសិនជាដាំនៅមុខផ្ទះណាខ្មោចព្រាយបិសាចអីមួយចំនួនបានត្រឹមតែមួយឆ្លងកាត់អត់ហ៊ានចូលដល់ក្នុងទេតើវាជាការពិតឬយ៉ាងណាឬក៏វាមិនមែនជាការពិតឬយ៉ាងណាបងប្អូនពិចារណាទាំងអស់គ្នាមើលលេងមើលធ្វើឲ្យប្លែកម្ដងមើលថ្ងៃនេះបបួលបងប្អូនយើងមកប្រមូលផលផ្លែឈើវិញម្ដងមើលឈប់នាំបងប្អូនយើងដើរទៅឆ្ងាយទៀតហើយក៏ប៉ុន្តែផ្លែឈើដែលខ្ញុំប្រមូលផលនេះបងប្អូនអត់មានផ្លែមកខុតទរេនល្មុតសេដាអីទេឬក៏ផ្លែស្វាយត្របែកអីទេតែជាការប្រមូលផលផ្លែស្ពឺធ្វើមិនទេបងប្អូនបើផ្ទះមានតែដើមស្ពឺហ្នឹងតែស្ពឺនេះបងប្អូនអាចនិយាយបានថាគឺជាស្ពឺចម្លែកផ្លែខូបប្រាំងខូបវស្សាគ្រប់រដូវកាលផ្កាក៏ផ្កាក្តឹបក៏ក្តឹបទុំក៏ទុំបណ្ដើររស់ឲ្យស្អុយពេញដើមក៏មានបណ្ដើរឃើញតែទុំពេញដើមប៉ុណ្នេះបងប្អូនក៏ប៉ុន្តែមានផ្កាមកជារឿយហូរហែមកបន្តទៀតហើយបងប្អូនថាហេចម្រើនមិនបេះផ្ញើបងប្អូនផងផ្ញើអត់កើតទេបងប្អូនហើយវាទុំអស់ហើយបេះញ៉ាំខ្លួនឯងណាក៏ប៉ុន្តែសរសើរស្ពឺនេះដល់ហើយបងប្អូនមួយដើមនេះផ្លែនោះផ្លែយកតែមែនតើផ្លែអាក្រក់មែនតើផ្លែដូចមិនដែលបានផ្លែស្ពឺឬក៏ភាសាអង់គ្លេសហៅថា star fruit គឺជាប្រភេទរុក្ខជាតិហូបផ្លែមួយយ៉ាងបងប្អូនដែលដើមរបស់វាមានទំហំធំសមល្មមហើយខ្ពស់ស្លឹករបស់វាតូចមើលពីចម្ងាយដូចស្លឹកកន្ទួតអញ្ចឹងក៏ប៉ុន្តែមិនមែនទេពេលដែលទុំបែបនេះស្លឹកច្រឡំផ្លែច្រឡំបន្លំជាមួយនឹងស្លឹកហើយអ្វីដែលសំខាន់តងរបស់វាស្វិតកម្រនឹងរុះណាស់មានផ្លែខ្លះណាវាសុកចិត្តស្វិតជាប់ជាមួយនឹងតងនៅលើដើមផ្លែខ្លះទៀតក៏រុះដោយសារតែសត្វល្អិតតិចខាំអីចឹងទៅហើយរឹតតែអស់ចាត្រូវបានយកមកដាំជាដើមឈើតាំងលម្អនៅក្នុងផ្ទះតាមសួនអីចឹងទៅឬក៏ត្រូវបានបងប្អូនយើងមួយចំនួនដាំដើម្បីការពារនៅជំនឿអីផ្សេងតាក់ទងទៅនឹងបញ្ហាអរូបីការពារស្នេហ៍ស្នូកឬក៏សម្រាប់បន្សាបមន្តអាគមអីផ្សេងអញ្ចឹងហើយបានជាខ្ញុំដាំមុខផ្ទះណាបងប្អូនខ្លាចត្រូវស្នេហ៍គេយោធ្វើដោយខ្លួនឯងនឹងមានមុនស្នេហ៍ណាអញ្ចឹងតែបើតាមការពិតបងប្អូនចម្រើនអត់ជាសូវជឿទៅលើជំនឿអរូបីទាំងអស់នោះប៉ុន្មានទេការដាំនេះគឺគ្រាន់តែជាការលម្អផ្ទះតែប៉ុណ្ណោះតែវាដុះមកលឿនធំលឿនស្រួលថែទាំថែរក្សាណាមិនចាំបាច់ដាក់ជីទេបងប្អូនហើយបើថាផ្លែយកទៅមែនតែម្ដងណាបងប្អូនបើថាផ្លែរបស់វាថ្លៃថ្លឹងគីឡូលក់បាន1គីឡូ$10-20អីខ្ញុំប្រហែលជាខ្លាចជាអ្នកមានហ្នឹងមើលតែផ្លែដឹងហើយបងប្អូនអត់បានថែទាំអីទាំងអស់តែទឹកអត់បានស្រោចផងនិយាយពីថាដុះមកល្អផ្លែចង់បាក់មែកក៏ប៉ុន្តែអញ្ចេះវិញបងប្អូនបើតាមជំនឿអរូបីក៏ដូចជាតាមអ្វីដែលចាស់គាត់និយាយតគ្នាក៏ដូចជាក្បួនហុងស៊ុយណាគាត់ថានៅពេលដែលដំណាំហូបផ្លែក្តីបន្លែបង្ការក្តីឬក៏សូម្បីតែដើមឈើដែលវាយើងដាំដើម្បីយកផ្កាណាលម្អផ្ទះណានៅពេលដែលវាចេញត្រួយចេញផ្កាចេញផ្លែមកល្អបែបហ្នឹងជាសញ្ញាឲ្យន័យថាយើងជាម្ចាស់ដំណាំឬក៏ជាម្ចាស់ផ្ទះហ្នឹងតែងទទួលបាននៅលៀបនៅហុងស៊ុយនៅជ័យឬក៏រោគទទួលទានអីវាបានផលបានអីមកបានលុយហូរចូលផ្ទះអីអញ្ចឹងណាបងប្អូនខ្ញុំក៏មិនច្បាស់ដែរនេះតាមអ្វីដែលចាស់គាត់និយាយតគ្នាសង្ឃឹមថាអញ្ចឹងចោះក៏ប៉ុន្តែសម្រាប់នាវចម្រើនមកដល់ពេលនេះដូចអត់តន់ឃើញផ្លែឃើញផ្កាអីទេបងប្អូននៅរបៀបថាគេថានៅលហេមនៅលហាមនៅលហេមលហាមឡើយអញ្ចឹងណាក៏ប៉ុន្តែមិនអីទេបងប្អូនបើសិនជាវាជាការពិតមែនក៏សប្បាយសង្ឃឹមថាវានឹងដូចការពិតតែបើថាវាមិនដូចជាការពិតទេក៏អត់មានអីគួរឲ្យសោកស្ដាយដែរសំខាន់យើងខិតខំប្រឹងប្រែងដោយកម្លាំងញើសឈាមយើងផ្ទាល់ជាកូនប្រុសដើមទ្រូង5ហាត់មិនចាំបាច់ទៅរំពឹងអីផ្លូវក្រៅផ្លូវក្នុងអីទេសម្រាប់ខ្ញុំជឿជាក់លើការខិតខំប្រឹងប្រែងដោយដៃទាំងទ្វេរបស់យើងក៏ប៉ុន្តែយើងក៏មិនអាចប្រមាថបានដែរជឿប្រកបដោយបញ្ញាហើយពេលខ្លះការជឿក៏មិនមានអ្វីខាតដែរបងប្អូនកុំឲ្យតែជឿងប់ងល់ជឿដល់ថ្នាក់ចំណាយប្រាក់ជឿដល់ថ្នាក់ទៅដើរតាមគេបោះបង់គ្រួសារឬក៏ពេលខ្លះខាតបង់ពេលវេលាប៉ះពាល់ដល់មុខរបរអីនឹងទើបជារឿងដែលយើងគួរឲ្យយកចិត្តទុកដាក់និងព្រួយបារម្ភខ្លាំងមែនទែនត្រឹមមកជឿដូចនៅចម្រើនចេះបងប្អូនចាំអង្កេតមើលតែវាដូចការពិតអត់ពិតមិនពិតមិនសល់ប្រមាណបេះញ៉ាំអញ្ចឹងទៅដាក់មួយឆ្អែតលេងខ្វល់ហើយជឿទៅលើការឃើញជាក់ស្ដែងណាញ៉ាំទៅវាឆ្ងាញ់ហើយតែទុកចោលវារੂអស់ស្អុយខ្ទេចអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ក៏អរគុណផងដែរដល់អ្នកសហការនៅក្នុងការផលិតនៅខ្សែវីដេអូមួយនេះអរគុណដល់សាប៊ូកក់សក់លីប៊ីបងប្អូនបើសិនជាមានបញ្ហាសរសៃសក់ណាសក់បាយចុងក្តីឬក៏ស្បែកក្បាលមានអង្គែក្តីប្រើប្រាស់សាប៊ូរាល់ថ្ងៃក៏ប៉ុន្តែនៅតែមានខានកក់សក់តែមួយថ្ងៃពីរថ្ងៃស្បែកក្បាលក៏ដូចជាសក់ក្បាលផ្អៀបអួស្អុយណាសាក់ផ្លាស់ប្ដូរមកប្រើនៅសាប៊ូកក់សក់លីប៊ីចំណាយតិចចំណេញច្រើនណាបងប្អូនកក់ក៏មានអបក៏មានដែរបងប្អូនយើងអាចរកទិញបានតាមរយៈលេខទូរស័ព្ទក៏ដូចជា Facebook Page
ដែលមានបញ្ជាក់ជូននៅក្នុងវីដេអូនេះស្រាប់ប្រើប្រាស់ត្រឹមតែរយៈពេលខ្លីបងប្អូននឹងដឹងពីប្រសិទ្ធភាពទិញប្រើនិងជាប់ជាមួយជាប្រចាំតែម្ដងដោយសារតែប្រើប្រាស់ត្រូវក៏អរគុណផងដែរដល់ V Cafe ចំពោះបងប្អូនដែលចូលចិត្តពិសាកាហ្វេជាប្រចាំខ្ជិលទៅទិញកាហ្វេ brand កាហ្វេនៅហាងណាខ្ជិលទៅឆ្ងាយអីចឹងទៅនៅតែផ្ទះក៏អាចឆុងកាហ្វេបានដែរឃ្លានពេលណាញ៉ាំពេលនោះជ្រើសរើសបាននៅ V Cafe តម្លៃសមរម្យបងប្អូនកញ្ចប់បិទខ្ចប់មកយើងជឿជាក់តែម្ដងជាផលិតផលរបស់ Malaysia តម្លៃសមរម្យរសជាតិឆ្ងាញ់បងប្អូនដែលមានបញ្ហាទឹកនោមផ្អែមលោកអ៊ំលោកពូមៀមមីងលោកយាយលោកតាមានជំងឺទឹកនោមផ្អែមពិសាបានដូចគ្នាមិនប៉ះពាល់សុខភាពឡើយអាចរកទិញបានដូចគ្នាតាមរយៈលេខទូរស័ព្ទដែលមានបញ្ជាក់ជូននៅក្នុងវីដេអូនេះមានទាំងលេខ Telegram មានទាំង Facebook Page ជួបគ្នានៅក្នុងវីដេអូក្រោយទៀតជម្រាបលា